សូមជំរាបសួរថ្ងៃនេះខ្ញុំសូមណែនាំអំពីរបៀបភ្ជាប់តេឡេជាមួយនឹងម៉ូទ័របឡាញរបស់ក្រុមហ៊ុន MEC នេះជាម៉ូទ័របឡាញសម្រាប់ប្រើជាមួយនឹងបំពង់រុំក្រណាត់ខ្នាត38 មីលីម៉ែត្រនៅក្បាលម៉ូទ័រមានភ្ជាប់ជាមួយខ្សែភ្លើងដើម្បីភ្ជាប់ទៅនឹងចរន្តអគ្គិសនីនិងមានប៊ូតុងតូចមួយប្រើសម្រាប់ធ្វើការកំណត់មុននឹងភ្ជាប់សូមប្រាកដថាម៉ូទ័របានភ្ជាប់ទៅនឹងចរន្តអគ្គិសនីរួចដើម្បីភ្ជាប់ជាដំបូងត្រូវជ្រើសរើសលេខប៉ុស្តិ៍ណាមួយសម្រាប់បញ្ជាលើម៉ូទ័រដើម្បីជ្រើសរើសលេខប៉ុស្តិ៍ណាមួយសូមចុចលើប៊ូតុងដែលមានសញ្ញាទៅមករួចជ្រើសរើសលេខប៉ុស្តិ៍ដែលចង់បានបន្ទាប់មកចុចលើចំណុចប៊ូតុងតូចនៅលើម៉ូទ័រនឹងវិលចុះឡើងក្នុងអំឡុងពេលប្រមាណជា10វិនាទីត្រូវចុចប៊ូតុង P1 ដែលជាប៊ូតុងកូដនោះការភ្ជាប់នឹងរួចជាស្រេច